ចឹងថ្ងៃនេះខ្ញុំលើកយកអំពីម៉ាស់បិទមុខ Atomy Expert Atomy Expert នេះគឺយើងមាន3ប្រភេទផ្សេងគ្នាដែលទី1ជាម៉ាស់ផ្ដល់សំណើមដែលមានប្រព័ន្ធផ្ដល់សំណើម5ប្រភេទធ្វើឲ្យស្បែកមុខដែលស្ងួតដោយសារតែប្រើប្រាស់ផលិតផលខុសដែលស្ងួតដោយសារតែត្រូវកម្ដៅថ្ងៃដែលស្ងួតដោយសារតែបរិភោគទឹកមិនគ្រប់គ្រាន់នឹងអាចធ្វើឲ្យស្បែកនោះមានគេហៅថាសភាពស្បែកមុខរបស់គាត់នឹងអាចមានសភាពនិងមានសំណើមដូចធម្មតាពពួក Brightening នេះគឺយើងប្រើមុនពេលយើងចេញទៅជួបភ្ញៀវមុនពេល make up មុនពេលដែលយើងមានកម្មវិធីសំខាន់ៗយើងប្រើនេះបាទ Brightening គឺវាធ្វើឲ្យស្បែករបស់យើងភ្លឺចេញពីខាងក្នុងនៅពេលដែលយើងធ្វើការ make up តែបន្តិចទៅស្បែកមុខរបស់យើងមើលទៅឃើញ smooth ឃើញថ្លាតែម្ដងបាទហើយសម្រាប់ firming នេះគឺខ្ញុំតែងតែប្រើនៅពេលយប់មុនពេលចូលគេងគឺទូទៅនៅពេលដែលយើងចូលគេងយើងស្បែកមុខរបស់យើងគឺត្រូវសម្រាកដែរអញ្ចឹងហើយនៅពេលដែលស្បែកមុខយើងសម្រាកយើងបញ្ចបន្ថែមនៅសារធាតុបំប៉នដែលធ្វើឲ្យ collagen ការផលិត collagen ក៏ដូចជាការបន្តឹងស្បែកមុខរបស់យើងនេះគឺយើងធ្វើនៅពេលគេងគឺល្អប្រសើរទាំង3មុខនេះគឺមិនមែនថាតើយើងគួរប្រើមួយណាអត់ប្រើមួយណាទេយើងអាចប្រើបានទាំង3ទៅតាមលក្ខខណ្ឌឬក៏ថ្ងៃណាដែលយើងមានអារម្មណ៍ថាស្បែករបស់យើងត្រូវការគេហៅថាប្រភេទម៉ាស់បែប